បងប្អូនខមមិនថាខ្ញុំមិនលើកទឹកចិត្តឲ្យកូនកសិករកូនអ្នកស្រែរៀនដើម្បីធ្វើកិច្ចការធំមិនឲ្យរៀនវិទ្យាសាស្ត្រនយោបាយមិនឲ្យរៀនរដ្ឋបាលសាធារណៈមិនឲ្យរៀនគ្រប់គ្រងហើយខមមិនថាខ្ញុំបំបាក់ទឹកចិត្តមិនឲ្យកូនកសិករធ្វើកិច្ចការធំកាពិតខ្ញុំជាកូនកសិករខ្ញុំក៏មានក្តីសម័យចង់ធ្វើកិច្ចការធំដែរក៏ប៉ុន្តែយើងនិយាយអំពីភាពជាក់ស្ដែងចប់ថ្នាក់ទី12អាយុ18ឆ្នាំឪពុកម្ដាយយើងមិនមានលុយសុំបីតែផ្គត់ផ្គង់ការសិក្សាយើងគ្រប់គ្រាន់ផងតើយើងទៅរៀនមុខវិជ្ជាធំនោះតើថ្ងៃណាយើងទទួលបានការងារធ្វើខ្ញុំចង់និយាយថាបើស្រឡាញ់មុខវិជ្ជាទាំង3នោះសូមរៀនវានៅពេលដែលយើងមានដើមទុនសិនដើមទុនគឺជាមុខវិជ្ជាឯកទេសជំនាញវិជ្ជាជីវៈដែលយើងមានដែលយើងអាចរកការងារធ្វើបានមានលុយខ្លួនឯងឬឲ្យចាំបង់លុយរៀនមុខវិជ្ជាដែលយើងស្រឡាញ់ទាំង3នោះចុះនេះជាអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះខ្ញុំចង់និយាយអំពីមុខវិជ្ជា banking មុខវិជ្ជា finance មុខវិជ្ជា business management មុខវិជ្ជានេះក៏មានទីផ្សារកម្រដែរកម្រនៅត្រង់ថា banking សប្តាហ៍ថ្ងៃយើងត្រូវដឹងថាតើធនាគារស្រុកខ្មែរមានប្រមាណយ៉ាងច្រើនបំផុត200បូកទាំង micro finance តម្រូវការបុគ្គលិកធ្វើការប្រមាណបុគ្គលិកដែលមានជាក់ស្ដែងនៅក្នុង bank ប្រមាណសប្តាហ៍ថ្ងៃខ្ញុំជឿថា bank នីមួយៗគេមានបុគ្គលិកគ្រប់គ្រាន់ហើយខ្វះតិចតួចបំផុតដែលគេត្រូវការដោះដូរបុគ្គលិកចាស់ចេញដាក់បុគ្គលិកថ្មីដូច្នេះអាចថាមិនដល់50ទៅ100នាក់ផងតម្រូវការបុគ្គលិកនៅតាម bank ហើយនិស្សិតដែលទៅរៀន bank រាប់ពាន់រាប់ម៉ឺននាក់សំណួរសួរថាតើទៅធ្វើការនៅកន្លែងណាពេលរៀនចប់ដូច្នេះបើសិនជាយើងរៀនដើម្បីទទួលបានការងារធ្វើភ្លាមៗកុំឲ្យរៀន banking ខ្ញុំនៅតែឲ្យយោបល់កូនកសិករកូនអ្នកស្រែចម្ការកូនដែលមកពីគ្រួសារក្រីក្ររៀនជំនាញវិជ្ជាជីវៈរៀនមុខវិជ្ជាសាស្ត្រកសិកម្មរៀនមេកានិកជួសជុលឡានគ្រឿងអគ្គិសនីលក្ខណៈដើម្បីរៀនចប់ងាយស្រួលរកការងារធ្វើនៅពេលដែលប្អូនកូនក្មួយមានការងារធ្វើហើយសូមសន្សំលុយបង់ថ្លៃសាលាខ្លួនឯងជ្រើសរើសរៀនមុខវិជ្ជាណាដែលយើងស្រឡាញ់មុខវិជ្ជាណាដែលយើងចូលចិត្តកុំឲ្យដាក់បន្ទុកកាន់តែធ្ងន់ទៅសម្រាប់ឪពុកម្ដាយនិងគ្រួសាររបស់យើងខ្ញុំសូមជូនយោបល់ប៉ុណ្នេះសូមអរគុណ